Hello guys, what's up guys? Welcome back to my video. ចឹងស្ដាប់នេះស្វាគមន៍មកកាន់វីដេអូថ្មីដែរហើយចឹងថ្ងៃហ្នឹងយើងបន្តលេង Minecraft យើងនៅក្នុង episode ទី3 Yeah បន្តនៅក្នុង episode ទី3ហើយនៅក្នុង episode មុនគឺខ្ញុំបានរៀបចំរបស់ច្រើនខ្លាំងតែអ្នកគ្នាហើយខ្ញុំបានរៀបចំនៅenchantment room មួយហើយគឺយើងរៀបដាក់ថយហើយទៅហើយនេះគឺជា compass ដែលយើងដាក់ជាមួយ lodestone នៅខាងលើកន្លែង rooftop garden អ្នកគ្នាអញ្ចឹងខ្ញុំបានរៀបចំអស់ហើយគឺ sort របស់របរ storage អីហើយយើងនឹងបន្ត building something ទៀតថ្ងៃហ្នឹង Yeah អញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំនឹងសាងសង់នៅ XP farm មួយអញ្ចឹងដើម្បី build ឬក៏សាងសង់នៅ XP farm ហ្នឹងគឺយើងត្រូវការ material មួយចំនួនវារៀងតិចមុខអ្នកនរប៉ុន្តែកាន់តែមុខវារៀងច្រើនគួរសមដែរជាពិសេសគឺថ្មអូខេអញ្ចឹងក្រោយពីខ្ញុំបានរៀបចំនៅmaterial មួយចំនួនជា stones អស់ហ្នឹងហើយអញ្ចឹងឥឡូវគឺយើងទៅរកកន្លែងដែលថាអាចសង់បានអ្នកនរហើយកន្លែងអាចសង់បានហ្នឹងអ្នកនរត្រូវសង់ចង្អែឆ្ងាយពី base អ្នកនរតិចទៅស្អីបើសិនជាយើងសង់នៅជិតផ្ទះពួកអីហ្នឹងវាអាច spawn មកជាពិសេស creeper ហ្នឹងមកគឺផ្ទះអ្នកនរដឹងខ្ទេចខ្ទាលហើយហើយមកនិយាយបាច់និយាយមកគឺចប់និយាយចាប់វិចារអញ្ចឹងឥឡូវហ្នឹងយើងទៅរកកន្លែងមកសម្រាប់ខ្ញុំគឺខ្ញុំចង់ build ឲ្យឆ្ងាយពីផ្ទះបន្តិចវាមិនទៅឆ្ងាយណាស់អ្នកនរតែកាន់វាឆ្ងាយគួរសមដែរយើងដើរប្រហែលជាតន្តិចអីដល់ហើយឲ្យវាផុតពីផ្ទះយើងមកកុំឲ្យពួកអីហ្នឹងវា spawn បានចិត្តហ្នឹងអញ្ចឹងខ្ញុំគិតថានៅកន្លែងហ្នឹងគឺមើលទៅវាសំណំទេអ្នកនេះស្អីមើលទៅសម្រាប់ខ្ញុំចង់ build ហ្នឹងអញ្ចឹងយើងធ្វើការដាក់មិនដើរគឺដាក់ថ្មstack វាចូលទៅក្នុង ocean ទៅយើងធ្វើនៅលើទឹកហើយសម្រាប់កម្ពស់វាអ្នកនរគ្នាត្រូវធ្វើពី50ទៅ100 block កម្ពស់50ទៅ100ដើម្បីកុំឲ្យពួកmob អស់ហ្នឹងវា spawn នៅក្នុងទឹកកុំឲ្យពួក mob ផ្សេង spawn ក្នុងទឹកសម្រាប់ bedrock គឺវាពិបាកឲ្យពួក mob វា spawn បន្តិចប៉ុន្តែសម្រាប់ Java គឺវាស្រួលអ្នកគ្នាអញ្ចឹងដើម្បីកុំឲ្យវាឲ្យអា XP farm យើងនឹងវាអត់ដំណើរការយើងត្រូវ build ឲ្យខ្ពស់ផុតពីទឹក50ទៅ100 block ឥឡូវយើងធ្វើការ stack សិនមកអ្នកគ្នាចឹងដូចអ្នកនេះឃើញអញ្ចឹងគឺខ្ញុំមកដល់កម្ពស់110អ្នកនេះ110គឺខ្ពស់ផុតពីទឹក100 block ដល់ចឹងឥឡូវហ្នឹងគឺយើងដល់លើហើយយើង build platform មួយសម្រាប់យើង set up chest ហើយនឹងកន្លែង Y mob យក XP អ្នកគ្នាឥឡូវយើងរៀបចំវាមកអូខេអញ្ចឹងបន្ទាប់ពីអ្នកនរគ្នាបំពេញ platform ហ្នឹងហើយហើយអ្នកនរគ្នាត្រូវធ្វើគឺដាក់block រៀងបែបនេះអ្នកគ្នាដាក់វា2x2 អ្នកគ្នា2x2នៅក្នុងហ្នឹងគឺធ្វើម៉េចវាចន្លោះ 2x2 ហើយតមកយើងត្រូវការទឹកអ្នកគ្នាយើងត្រូវការដាក់ទឹកដើម្បីឲ្យយើងមាន infinite ទឹកហ្នឹងក្នុងការប្រើប្រាស់ចឹងហើយពេលនេះគឺយើងត្រូវធ្វើឡើងទៅលើកម្ពស់ឆ្នាំទៀតអ្នកគ្នាអញ្ចឹងយើងត្រូវការទឹកទាំងច្រើនដែរហើយណាមួយបើយើងបានដាក់ទឹកចឹងទៅយើងមិនចាំដាក់អាស្ទែនេះកន្លែងអាស្ទែហ្នឹងនៅពេលដែលយើងដាក់ឡើងទៅវារៀងពិបាកអញ្ចឹងយើងអាចប្រើទឹកធ្លាក់មកយកបណ្ដោយអញ្ចឹងវាអីអញ្ចឹងវាស្រួលត្រង់ហ្នឹងអញ្ចឹងឥឡូវយើង build platform បន្ថែមបន្តិចមកដូចស្អីមានថាវារៀងជាបន្តិចអ្នកគ្នាហើយអ្នកឲ្យកុំភ្លេចដាក់ថយតាមនឹងផងកុំឲ្យពេលវាល្ងឹតទៅពួក zombie វាអាច spawn បានអញ្ចឹងបន្ទាប់មកយើងត្រូវដាក់អានេះ stack គ្នាឡើងទៅលើរហូតចំនួនវាគឺយើងអាចដាក់បាន23តែសម្រាប់23គឺយើងដាក់ហើយគឺពួក mob នោះវាធ្លាក់ដល់វាគឺវាងាប់យកបណ្ដោយធ្លាក់ហើយគឺងាប់យកបណ្ដោយអញ្ចឹងយកបាន EXP ទេអញ្ចឹងតាមខ្ញុំ recommend គឺខ្ញុំ recommend ឲ្យ20 block 20ឬក៏21 block មានថា21 block ខ្ពស់ឡើងលើអ្នកគ្នា
ចឹងយើង build តាមហ្នឹងទៅតែសម្រាប់ខ្ញុំឥឡូវហ្នឹងគឺខ្ញុំ build 23ប៉ុន្តែបើថាវាធ្លាក់មកងាប់អីឬក៏មិនមកទៀតចាំខ្ញុំកែតាមក្រោយទៀតប៉ុន្តែបើអ្នកចង់ build ហ្នឹងគឺខ្ញុំ recommend ឲ្យ build 20ទៅ21 block ឡើងលើយ៉ាបន្ទាប់ពីអ្នកនរគ្នា stack វាឡើងលើហើយឥឡូវហ្នឹងគឺអ្នកនរគ្នាដាក់វាលាតចេញមកបែបនេះមកគឺ8យ៉ា8 block គឺយើងបន្ថែម8 block ទៀតមកឲ្យទឹកនឹងអាចហូរតែឥឡូវយើងបំពេញវាតាមនឹងសិនមកបន្ទាប់មកអ្នកនរគ្នាបិទវាបែបនេះបិទវាអញ្ចឹងអ្នកខ្លះមានបិទវាតែមួយមកជាន់ហើយអ្នកខ្លះត្រូវបិទវាពីរជាន់តែឥឡូវយើងបិទមួយវាមួយជាន់សិនខ្ញុំចង់បិទវាមួយជាន់ហើយតេស្តមើលទឹកសិនថាពេលយើងដាក់ទឹកទៅវាហូរដល់អត់ដូចស្អីខ្ញុំអត់សូវច្បាស់ចំនួននេះថាយើងត្រូវដាក់ប្រមាណឲ្យវាប្រកាសថាពេលនេះទៅវាអត់ធ្លាក់វាអត់ផុតដល់អ្នកគ្នាចឹងឥឡូវយើងដាក់សិនមកហើយយើងតេស្តទឹកមួយសិនយ៉ាអ្នកគ្នាដូចខ្ញុំសង្ស័យមែនគឺវាផុតយ៉ាវាផុតអញ្ចឹងបើវាផុតបើសិនជាវាផុតអ្នកគ្នាកាប់អាកតុយក្រោយនេះពីមកជួរនឹងចោលទៅយ៉ាយើងកាប់វាចោលហើយយើងដាក់ទឹកបានធម្មតាហើយគឺវាដំណើរការបានធម្មតាអីយ៉ាបន្ទាប់មកអ្នកគ្នាត្រូវធ្វើដូចអាកន្លែងមិញអញ្ចឹងធ្វើវាតែចំនួនទាំង4ទិសហ្នឹងគឺធ្វើអញ្ចឹងទាំងអស់អូខេអញ្ចឹងពេលអាហ្នឹងហើយអ្នកគ្នាគ្រាន់តែត្រូវថែមអានេះមក layer ទៀតមកអូខេអញ្ចឹងបន្ទាប់ពីយើងដាក់វា layer ហើយអ្នកគ្នាត្រូវធ្វើគឺយើង expand វាបែបនេះមកអ្នកគ្នាយើង expand អញ្ចឹងបែបហ្នឹងមកហើយនៅពេលដែលយើងបន្ថែមកន្លែងហ្នឹងគឺអ្នកគ្នា complete ដាក់ទៀនឬក៏ torch នឹងចោលផងកុំឲ្យពួក mob អីវា spawn នៅហ្នឹងជាពិសេសបើមាន creeper គឺចប់យ៉ាចឹងឥឡូវយើងបិទវាតាមហ្នឹងមកហើយដូចខ្ញុំនិយាយអញ្ចឹងគឺ complete ដាក់ torchចឹងបន្ទាប់ពីអ្នកគ្នា expand វាហើយអីអ្នកគ្នាត្រូវធ្វើបន្ថែមគឺអ្នកដាក់វា3 block ឡើងលើចេះទៀតមកយើងដាក់បន្តវាជុំវិញនឹងរហូតអ្នកគ្នាជុំវិញឯងគាត់ជុំវិញអូខេឥឡូវពេលអ្នកគ្នាពាត់វាជុំវិញចឹងហើយអីដែលអ្នកគ្នាត្រូវធ្វើគឺយក trap door ទៅដាក់រៀងនៅក្នុងវីដេអូហ្នឹងសិនប៉ុន្តែឥឡូវហ្នឹងគឺយើងដាក់បិទវាបែបនេះសិនអ្នកគ្នាយើងដាក់បែបហ្នឹងនៅស្អីនៅពេលយើងដាក់ចឹងទៅគឺពួក mob ហ្នឹងគឺវាអាចធ្លាក់ចូលទៅក្នុងកន្លែងទឹកហ្នឹងវារៀងស្រួលជាងមុនណាអ្នកគ្នាយ៉ាអញ្ចឹងយើងដាក់តាមហ្នឹងមកអូខេអញ្ចឹងពេលអ្នកគ្នាដាក់អញ្ចឹងហើយគឺអីដែលអ្នកត្រូវធ្វើបន្ទាប់គឺដាក់វាដាក់ plank ឬក៏ block អីក៏បានដាក់បែបហ្នឹងសិនមកហើយយកទឹកពីធុងយកមកដាក់វាបង្កើតជា infinity water source យើងដាក់វាចឹងសិនមកដើម្បីយើងបានទឹកហើយយើងយកទឹកហ្នឹងទៅដាក់តាមកន្លែងនេះអ្នកគ្នាអត់អាចដាក់មួយទេគឺដាក់ពីរបណ្ដោយនេះចឹងទៅគឺវាដាក់របៀបអញ្ចឹងអ្នកគ្នាធ្វើអញ្ចឹងទាំង4ទឹកអូខេបន្ទាប់ពីអ្នកគ្នាដាក់ទឹកហើយអីដែលអ្នកគ្នាត្រូវធ្វើគឺដាក់ trap door បែបនេះដាក់ចន្លោះវាពីគ្នាមកអ្នកគ្នាយ៉ាមូលហេតុដែលយើងដាក់ trap door ហ្នឹងគឺយើងដាក់កុំឲ្យពួកពេញពីងវា spawn អ្នកគ្នាអាហ្នឹងនៅក្នុងករណីយើងលេង backdot គឺយើងដាក់អញ្ចឹងក៏បានអត់ក៏បានដើម្បីអីយើងដាក់ហ្នឹងគឺដាក់ដើម្បីកុំឲ្យពីង spawn អញ្ចឹងនៅពេលដែលបើពីង spawn គឺវាអាចធ្វើឲ្យសត្វផ្សេងៗហ្នឹងវាបាក់ធ្លាក់ចុះក្រោមយ៉ាតែឥឡូវយើងដាក់សិនទៅប៉ុន្តែបើសិនជាអ្នកគ្នាធ្វើគឺខ្ញុំ recommend បើសិនជាលេង backdot ហើយអ្នកគ្នាចង់បានពុកពេញពីងឬក៏អាខ្សែពេញពីងហ្នឹងគឺខ្ញុំ recommend មិនដាក់ក៏បានអត់អីទេ
យើងមិនដាក់ក៏បានដែរស្អីសម្រាប់ Bedrock គឺវាមានបញ្ហាទេបើតែសម្រាប់ Java គឺវាអាចនឹងពិបាកបន្តិចយ៉ាតែឥឡូវគឺយើងដាក់វាសិនមកយ៉ាអូខេអញ្ចឹងបន្ទាប់ពីអ្នកគ្នាបានដាក់ trapdoor ហើយគឺអ្នកគ្នាដាក់ឡើងមកលើវិញមកហើយកាប់ temporary block នឹងចោលហើយគឺយើងបិទដំបូលយ៉ានៅក្នុងនោះហើយអ្នកគ្នាត្រូវឆ្នាំតិចអ្នកនរគ្នាអាចប្រើ slab ឬក៏ប្រើ stair ឬក៏ប្រើ block អីផ្សេងនេះអ្នកគ្នាត្រូវប្រើជា whole block ហ្នឹងគឺវាជាថ្មdirt ឬក៏ជាឈើអញ្ចឹងទៅឲ្យទៅវាជា whole block យ៉ាយើងបិទវាបែបហ្នឹងមកបើសិនអ្នកគ្នាដាក់ slab ឬក៏ពួក stair ផ្សេងគឺពួក mob នឹងអាច spawn បានទេយ៉ាឥឡូវយើងបិទអ្នកគ្នាមកអូខេអញ្ចឹងឥឡូវខ្ញុំបានបិទដំបូលហើយអ្នកគ្នានៅពេលអ្នកគ្នាធ្វើឬក៏ build សាងសង់XP farm នោះអ្នកគ្នាកុំភ្លេចដាក់ធុញនៅលើនឹងផងដើម្បីកុំឲ្យពួក mob ហ្នឹងវា spawn នៅលើដំបូលបើសិនជាពួកហ្នឹងវា spawn លើដំបូលក៏ពិបាកយ៉ាងដែរអញ្ចឹងឥឡូវខ្ញុំកាន់តែធ្វើការ craft របស់របរមួយចំនួនបន្ថែមទៀតមកដោយសារយើងខ្វះយ៉ាអញ្ចឹងខាងលើគឺយើងរៀបចំហើយអញ្ចឹងខ្ញុំធ្វើការលោតចុះទៅក្រោមវិញគឺយើងលោតចុះដល់ទៅគឺមានទឹកជាងយើងកុំខ្វល់យ៉ាឥឡូវយើងឡើងទៅលើវិញសិនទៅយ៉ាយើងធ្វើការឡើងទៅលើវិញដើម្បីរៀបចំ set up កន្លែងវាយពួក mob ទៅពេលវាធ្លាក់មកដល់ក្រោមអ្នកនេះយ៉ាចឹងឥឡូវដែលអីអ្នកនេះត្រូវធ្វើគឺអ្នកនេះយក block A មកបិទវាមកឲ្យអស់ទឹកមកយ៉ាយើងបិទអស់ទឹកហើយយើងយកអីទៅយើងត្រូវយក hopper យ៉ាយក hopper ទៅដាក់បែបនេះមកអ្នកគ្នាធ្វើម៉េចវាបែរមុខទៅមកទិសបានហើយឲ្យវាបែរមុខទៅមកទិសសម្រាប់ខ្ញុំគឺខ្ញុំវាបែរមុខទៅខាងស្នាមដៃដើម្បីខ្ញុំដាក់ chest នៅខាងស្នាមដៃយ៉ាឥឡូវយើង set up មកអញ្ចឹងឥឡូវគឺយើងបាន set បាតហើយគឺមានការកែប្រែច្រើនខ្លាំងមែនទែនអ្នកគ្នាដូចឃើញហ្នឹងគឺខ្ញុំវារៀងខ្ពស់ជាងនេះទេស្អីវាធ្លាក់មកគឺសូម្បីវាងាប់យ៉ាពួកមកហ្នឹងគឺវាធ្លាក់មកវាងាប់អញ្ចឹងខ្ញុំដាក់ block 3ឡើងលើបន្ថែមទៀតដើម្បីកុំឲ្យធ្លាក់មកវាងាប់បណ្ដោយអញ្ចឹងយើងនៅសល់ជាបន្តិចមកល្មមយើងវាយមួយដៃទៅគឺយើងស្លាប់វាបានអញ្ចឹងដូចខ្ញុំនិយាយពីដើមអញ្ចឹងយ៉ាខ្ញុំ recommend ឲ្យអ្នកគ្នា build 20មកឬក៏21 block high កុំ build 23ដូចខ្ញុំយ៉ាបើអាចអ្នកគ្នា build 20បណ្ដោយតែអីទេវាថាមកវាសល់ជាមកល្មមយើងដាក់តែមួយដៃដាក់តែមួយបន្ថែគឺងាប់បណ្ដោយយ៉ាអញ្ចឹង XP farm វាឥឡូវ build high ហើយយ៉ាយើងចុះទៅមើលអ្នកគ្នាទៅយ៉ាអ្នកគ្នាដល់ហ្នឹងយ៉ាយើងមកមើលអ្នកគ្នាយើង build high ហើយ XP farm គឺ build រួចហើយយ៉ាអញ្ចឹងខ្ញុំធ្វើការតែអ្នកគ្នាមើលចំនួន10នាទីថាយើង10នាទីយើងអាចវាយបានអីគេខ្លះជាអូខេអញ្ចឹងឥឡូវយើងមកឆែកមកដល់គ្នាទៅយើងបានខ្លះយ៉ានេះគឺជាអីដែលខ្ញុំអាចទទួលបានក្នុងរយៈពេល15នាទីពី XP farm យ៉ាល្អខ្លាំងមែនតើអ្នកគ្នាអញ្ចឹងនៅពេលក្រោយយើងត្រូវការអីគឺវាស្រួលអូខេអ្នកគ្នាបន្ទាប់ពីខ្ញុំបានសំ level បានច្រើនមកឥឡូវខ្ញុំមក enchant ជាមួយនឹង pickaxe យ៉ាគឺយើងបាន seal touch
nhưng mà siêu thật với lọ con là hiện để thấy siêu thấy nó bên nào để dừng từ mày chẳng tới cứ với ở thôi dừng chắp bên inventory hay viên xong chạy đến đặc biệt dạ chẳng cứ lọ con mình đến lời dừng bàn siêu thật mùi hái sau đó lỡ cứ nhung build craft pickaxe mới tiết làm bay vô fortune nhung trong mắt fortune bay yeah tại đây thế dừng bàn siêu thật mùi tiết nhưng mà tất cả siêu thật thế cứ tất cả fortune chẳng là sạc một trong cái efficiency sẽ là cho mơ được bạn ấy thế ok ở việc là mình tiền ở đây trong một cao tiền chứ nét đấy cứ biết để dương ai vô chen man ở cái dương thôi là cứ nhận được biểu XP farm hết nét này xong đầu well xong XP đừng hay vô với mọi chen bẹp này hai môn này chen nét mình có từ mơ từ level đá cứ level sam sập lang tới hơi nét này từ miền bục sel trong vinh năng ở việc group đập ram lang tới ban việc lọ này dạng này bạn là lọ chứ cho là nó cứ nhung cái là set up là bỏ tiền tôi vậy tập bình năng ấy and trên là bỏ tới điểm cho mày bạn hai đặc điểm ok trong tập bị điểm cho mày bạn hãy nhung sẽ trở thành nhung nâng phơ cái này ở dương đại thà dương ban thuê cái class nâng lại nâng miền tây chỉ mission này thay dương tới thuê cái class này các nhỉ nhung trong thà bỏ nâng mũi sạch cùng oi tham một video nâng ban thuê ban sang tại XP farm mùi ta vẫn nhung trong biểu em mũi tiệp bật tay mình tham về du về cho lỡ nhung bật tham này tích mót sẽ bị điện tuổi là tế chân dân biểu tam đằng tới cứ dân biểu sao mấy nhạc nè thôi mấy ở dân mà miền lại bột nâng sạp mơ thay dân trong biểu lại về là bữa to bị sang sang là lần hai hái lỡ nhung cứ chẳng vô lightning rod tới đoạn lớn ở mối cứ nhung ở đằng tế bàn tay cứ mềm là chọn đạn nâng cà tiền tẻ dạ chim chỉ cho sang hết chỉ đã lightning rod nâng cà bì khánh mình tạm bánh cho tập bánh mót check tên bằng sẽ nó thu một bị chờ dạ chính đã chạy đã cà bì chào tới hơi dạ nó lơ billboard nó cứ dương ở no billboard nó lơ board nó cứ dương đặt sign đây mới chuyển đổi dừng tới dạ chấn đôi khi nhom nâng vô lightning rod nó tự đặt lên từ bộ tẻ chứ sẽ tẹn chặt nó cửa bạn đã tệ cho lời dương mà đã đặt ok giờ nào này chân bộ những cái thưa hay ấy mình tập bên ấy cứ bây giờ tích cứ nhom bật time sign mà chỉ nổi tên là tam cào tiền ta là nó cứ dương mình thuê ấy tụi về tập bên đang dần tới tập máu nhom từ chỉ rồi đây mà chỉ nổi sẽ sử dụng mặt siêu thật chán yeah nào nghĩa nhom giờ này về điện trang cuộc sống đây là không cả máy nhà lớn cứ dương bạn or mà chỉ muốn hơi nhom của bạn enchant cho mùi nâng fortune bấy lời với mặt fortune bấy hàng siêu touch chứ là lấy dương một tay đặc biệt thà cho mùi nâng over planet ta dương bạn rải bạn là rải đại mình có nâng bạnประมาณ cho mùi nâng fortune bấy dạ chân dương một tay đặc biệt ok chân yeah yeah đặc biệt bạn đại mình cú xong đại đặc biệt nhôm recommend đặc biệt enchant cho mùi nâng pickaxe bí muối cứ fortune muối cứ siêu touch chân đôi nhôm layer đặc biệt mới chân bên này giờ mình sẽ thấy bên dừng mang tới cái inventory vẫn cứ việc chập bình tề hay bên này vài ban từng đồ những tới này vô một vài cái trao cho mùi nâng fortune được lại base nào tới cứ việc ban trào yeah việc sưu chân này bên này enchant pickaxe mùi siêu touch mùi fortune tục yeah cho lấy dân vô pickaxe dương mà tục cho mùi nâng mà càng dương vì máu tập bên ấy hay nơi điệp trăm tại mình điệp trăm ô hái cứ yeah hay nè chấn nhom nâng pra được gọi chạy về điện chẳng của sắm đây nó không cả phết sắm vô chùm mùi nâng enchant bây giờ vô mà enchant là bảo ở chùm nâng pickaxe được gọi đai chùm mùi nâng bài trên xe gì rồi cả dạ đối nhất nó không gameplay mà nó cứ nhom lên việc chừng ấy hay nhom mà chụp nhập phum nơi thằng kia nó cứ nhom sắm tự đồ vô chùm mùi nâng mending dạ trade chùm mùi mending trong ban mending như bên đó nè với tên này con mình tên vô bờ phong stick phong ấy phong trong ban mending chân lấy dương màu enchant cho mùi đặc nè chân nó không video nó cứ nhom liên tục bằng ấy nhom nâng
ទុកឲ្យវីដេអូហ្នឹងគឺអត់មានសលេងទាំងអស់គឺ yeah ស្អីវាមានតែ enchant របស់ហ្នឹងទីទួយទេ yeah អញ្ចឹងជួបគ្នានៅក្នុង episode ក្រោយ see you on next episode bye